ជីវិតមិនឯកោទេលុះត្រាណាដែលយើងដឹងអំពីទុក្ខសច្ចៈដែលជាហេតុឲ្យការទុក្ខសោកទុក្ខរបស់សពសត្វក្នុងលោកនេះរមែងមានជាពុំរួញជីវិតមើលមិនឃើញទេម្ដងសប្បាយម្ដងការទុក្ខវាជាគូនឹងគ្នាដូចថ្ងៃហើយនៃយប់រមែងជាដំណើរប្រព្រឹត្តទៅជាធម្មតារបស់សង្ខារនៃសត្វទាំងឡាយដែលកើតហើយរលត់កើតជួបហើយតែងព្រាត់ជាធម្មតាมันអាចកន្លងផុតអំពីការព្រាត់នោះបានឡើយការឃើញអ្វីសុទ្ធតែមិនទៀងដូច្នេះអ្វីដែលជួបហើយព្រាត់សូមឲ្យកន្លងបង់ហួសទៅចោះព្រោះអីយើងមិនអាចឃើញហើយខាត់ខាំងអំពីការបាត់បង់នោះបានឡើយសូម្បីយើងផ្ទាល់ដែលមិនចេះឈឺក៏មិនអាចកន្លងផុតអំពីសច្ចភាពនោះបានដែរដូចជាចាស់ជរាមិនចង់ឲ្យចាស់មិនចង់ឲ្យបែកមិនចង់ឲ្យព្រាត់មិនចង់ឲ្យស្លាប់ការបើឃើញនៅនឹងភ្នែកក្នុងសភាពបែបនេះជាធម្មតាតើយើងនៅកន្ទុកកន្ទិញប្រាថ្នាចង់បាននៅរបស់ដែលបាត់ហើយឲ្យឃើញនោះវិញនៅការព្រាត់ឲ្យជួបវិញនៅការមិនទៀងទាត់ឲ្យថិតថេរនោះមិនមានទេដូច្នេះសូមលោកអ្នកត្រូវពិចារណាអំពីជីវិតនៃសង្ខាររបស់សត្វទាំងឡាយថាអ្វីសុទ្ធតែមិនទៀងទាត់ឡើយ